bà lái đâm mình kia tay tại vì mình cao xong ô nó khởi nhau còn ha mẹ ơi từ na mà chỉ còn lươnอย่างนี้ còn tha trong chụp được bong ấy chắc à ao cho chui mưa thằng nam không biết nó người rách ở đó lút lót về mình sao lo bong ស្លាប់ហើយបងកងហើយបើមើលទៅបងអូនឯងហ្នឹងអត់បានរៀបចំដីក្នុងការដាំដុះដំណាំនេះទេបើធ្វើតែរបៀបនេះច្បាស់ជាដីហ្នឹងរិចរិលដាំអ្វីក៏មិនកើតដែរបើអញ្ចឹងខ្ញុំធ្វើមិនទៅបងព្រោះគ្រួសារខ្ញុំគឺពឹងផ្អែកទៅលើដីហ្នឹងហើយដើម្បីរកចំណូលខ្លះហើយបានជាបន្លែស្រស់ហ្នឹងសម្រាប់ដាំស្លប្រចាំថ្ងៃបងត្រូវទៅផ្ទះបងភ័ណ្ឌដើម្បីមើលការរៀបចំដីនិងការដាំដំណាំរបស់គាត់ដែរណាបើកងទំនេរកងទៅជាមួយបងទៅបងនឹងបញ្យល់កងអំពីបច្ចេកទេសទាំងនេះណាអូល្អណាស់បងអញ្ចឹងឥឡូវខ្ញុំចាប់ខ្ញុំទៅយកសភៅសម្រាប់គាត់ត្រាផងត្រូវហើយតោះទៅយកមកបាទគេលោកបានចំណេះថ្មីចុះពួកគាត់កំពុងធ្វើអីបងស្ថាអូពួកគាត់កំពុងរៀបចំដីដើម្បីដាំបន្លែហ៎ឲ្យចុះគាត់ដាំបន្លែមិនចាំបាច់រៀបចំដីមិនក៏គាត់មិនដាំដូចខ្ញុំទៅធ្វើដូចបងអូនឯងហ្នឹងគឺដាំបន្លែអត់លើករងទុកឲ្យទឹកដក់ជោគជាំដីបងអូនត្រូវដឹងថាការរៀបចំដីបានត្រឹមត្រូវគឺដាំបន្លែវាបានលូតលាស់ល្អណាបងអូនអញ្ចឹងបានន័យថាមកពីខ្ញុំរៀបចំដីដាំបន្លែមិនបានត្រឹមត្រូវទើបធ្វើឲ្យដំណាំរបស់ខ្ញុំវាមិនបានល្អបងត្រូវហើយមិនថាតែដំណាំទេមនុស្សសត្វនិងរុក្ខជាតិគឺសុទ្ធតែពឹងផ្អែកទៅលើដីអូខ្ញុំយល់ហើយបងការដែលយើងរៀបចំដីឲ្យបានត្រឹមត្រូវនោះតើយើងត្រូវប្រើបច្ចេកទេសមិនដែរបងដំបូងគឺយើងត្រូវតែប្រមូលកាកសំណល់ដំណាំផ្សេងឬរុក្ខជាតិផ្សេងចេញឲ្យអស់ពីដីបន្ទាប់មកយើងចាប់ផ្ដើមភ្ជួរដីហ្នឹងដើម្បីកម្ចាត់ស្មៅចោលហើយឲ្យដីហ្នឹងធូរផងយើងអាចប្រើមធ្យោបាយភ្ជួរដីហ្នឹងដោយប្រើគោយន្តក៏បានប្រើគោក្របីក៏បានឬក៏យើងកាត់ផ្ទាល់ដៃក៏បានដែរបន្ទាប់មកយើងបាចលាមកសัตว์និងជីកំប៉ុស្តដែលពុកផុយល្អនិងបាចកំបោរកសិកម្មឲ្យបានមួយឆ្នាំម្ដងនៅក្នុងដីទំហំ1ម៉ែត្រការ៉េយើងអាចដាក់វាបានចំនួន1ខាំរីឯជីកំប៉ុស្តវិញបើយើងដាក់វាកាន់តែញឹកញាប់គឺកាន់តែល្អជាទូទៅយ៉ាងហោចណាស់គេប្រើកន្លះគីឡូសម្រាប់ដី1ម៉ែត្រការ៉េធ្វើរបៀបនេះដើម្បីឲ្យដីយើងមានជីជាតិនិងរក្សាសំណើមបានយូរមួយទៀតវាងាយស្រួលនឹងច្រោះទឹកបានល្អហើយมันអាចឲ្យដីយើងហាប់ណែនឬក៏ឆាប់សឹករិចរិលក្រោយពេលបាចជីនេះរួចហើយយើងត្រូវរាស់បញ្ចូលទៅក្នុងដីក្រោយពេលរាស់ដីរួចយើងត្រូវយកបង្គោលឈើ3ដើមនិងវាស់ខ្សែដើម្បីរៀបចំលើករងណាបងអូនចុះយើងមិនចាំបាច់ទៅលើករងចឹងហ្មងអូព្រោះការលើករងនេះមានប្រយោជន៍ច្រើនយ៉ាងណាស់ដូចជាជួយឲ្យទឹកហូរច្រោះបានល្អនិងកុំឲ្យដំណាំលិចទឹកងាយស្រួលស្រោចស្រពនិងគ្រប់គ្រងទឹកធ្វើឲ្យដីធូរដំណាំចាក់ឫសបានល្អប្រសិនបើដីហាប់ណែននោះដំណាំចាក់ឫសមិនបានល្អទេជួយឲ្យយើងងាយស្រួលក្នុងការដាំដុះសម្អាតស្មៅនិងប្រមូលផលនិងជួយឲ្យស្លឹកដំណាំផ្នែកខាងក្រោមភាគច្រើននោះមិនប៉ះពាល់ជាមួយនឹងផ្ទៃដីណាបងអូនចុះការដែលយើងលើករងបន្លែហ្នឹងមានរបៀបគេធ្វើទេបាទមានទី1បាតរងបន្លែត្រូវមានប្រវែង1ម៉ែត្ររីឯទទឹងខ្នងរងអាចមានប្រវែងពី60ទៅ80សង់ទីម៉ែត្រអាស្រ័យទៅលើដំណាំដែលយើងចង់ដាំណាហើយយើងលើករងដោយកាយដីតាមចន្លោះរងសងខាងរួចពូនឡើងណាបងអូនទី2ចន្លោះពីបាតរង1ទៅបាតរង1ទៀតត្រូវមានប្រវែងកន្លះម៉ែត្រទី3បើយើងដាំដំណាំមួយជួរឬពីរជួរក្នុងមួយរងយើងត្រូវលើករងឲ្យបានកម្ពស់ពី25ទៅ30សង់ទីម៉ែត្រណាបងអូនអូខ្ញុំយល់ហើយណាលោកបងចុះពួកគាត់នាំគ្នាធ្វើអីទៅបងមិនបានយកកស៊ូទៅក្រាលលើរងដែរលើករួចហើយចឹងវាគឺជាកៅស៊ូសម្រាប់ក្របរងដំណាំកស៊ូក្របរងដំណាំយ៉ាតាំងពីចេះដាំបន្លែមកខ្ញុំមិនដែលធ្លាប់ឃើញហើយក៏មិនដែលធ្លាប់ធ្វើដែរណាបងបើបងអូនកងឯងមិនជឿតោះទៅសួរបងភ័ណ្ឌតែម្ដងទៅតោះអញ្ចឹងតោះខ្ញុំឃើញមីងទេបតប់ហ្នឹងស្រាប់តែយកកស៊ូមកគ្របនៅលើទ្រងបន្លែហ្នឹងខ្ញុំឆ្ងល់ហើយដាក់អញ្ចឹងធ្វើអីតាមដែលមីងរៀនជាមួយអូនសិដ្ឋានេះណាការប្រើកៅស៊ូនេះគឺថាគ្រាប់ដំណាំហ្នឹងវាមានប្រយោជន៍ច្រើនណាស់ទី1វាជួយឲ្យទឹកជ្រាបនៅក្នុងដីហ្នឹងបានស្មើគ្នាល្អវាជួយឲ្យឫសដំណាំហ្នឹងលូតលាស់បានល្អហើយវាចាក់ឫសឲ្យជ្រៅទៅក្នុងដីការពារមិនឲ្យអាស្មៅចង្រៃហ្នឹងវាដុះណាហើយម្យ៉ាងទៀតកាត់បន្ថយការប្រើប្រាស់ទឹកពី20ទៅ30%ម្យ៉ាងទៀតគឺកាត់បន្ថយការបាត់បង់ជីដែលយើងដាក់ក្នុងរងហើយវាអាចកុំឲ្យដីហ្នឹងហាប់ណែន
កាត់បន្ថយការហូរច្រោះទឹកចេញពីរងដំណាំកាត់បន្ថយជំងឺនានាដែលវាអាចកើតឡើងនៅលើផ្លែឬស្លឹកដែលនៅខាងក្រោមហ្នឹងណាក្មួយ ទីស្ដាប់ទៅមានប្រយោជន៍ច្រើនណាស់នេះបើចុះដល់គេក្រាលវាមិនទៅមីង ដំបូងហ្នឹងយើងឆោតរងវានឹងសងខាង បាទ ហើយក៏យើងទាញកៅស៊ូហ្នឹងទាញវាឲ្យតឹងទៅហើយយើងផ្ងាអានេះពណ៌ទឹកប្រាក់ហ្នឹងផ្ងាឡើងលើហើយក៏យើងយកអាដេញដីទុបតាមជើងវាសងខាងហ្នឹងទៅ បើក្រៅពីថង់កស៊ូហ្នឹងយើងអាចប្រើអីផ្សេងទៀតបានទេមីង បើយើងអត់មានកៅស៊ូហ្នឹងយើងអាចចំបើងស្ងួតហ្នឹងក៏អាចក្របទៅការពារដីបានដែរហើយចំនួនកន្លះគីឡូហ្នឹងយើងអាចក្របបានដី1ម៉ែត្រ នៅមានបច្ចេកទេសផ្សេងទៀតណាបងអូនកង បច្ចេកទេសផ្សេងទៀតបច្ចេកទេសអីខ្លះទៀតទេបង យើងទៅរៀបចំជីកប្រឡាយដើម្បីបង្ហូរទឹកចេញពីក្នុងរងកុំឲ្យលិចដំណាំនិងការពារកុំឲ្យមានជំងឺមួយទៀតគឺឲ្យដំណាំយើងចាក់ឫសបានល្អ អូនកងអាចដឹងទេថាដំណាំប្អូនលិចទឹកដោយសារអ្វីទេ គឺដោយសារគ្មានប្រឡាយទឹកហ្នឹងណា ចុះបើអញ្ចឹងយើងជីកវាមិនទៅបង មុនដំបូងយើងត្រូវមើលស្ថានដីបើជំរាលទាបទៅខាងណាយើងត្រូវជីកខាងនោះដើម្បីឲ្យទឹកហូរវាងាយហូរចេញ ចុះបច្ចេកទេសចុងក្រោយនេះមិនទៅបង អូមានអីងាយស្រួលណាបងអូនគឺយើងត្រូវយកអាចំបើងស្ងួតមកក្រាលនេះតាមចន្លោះរងនេះព្រោះវាជួយការពារកុំឲ្យហាប់ណែនដីនៅការដើរចុះឡើងរបស់យើងរាល់ថ្ងៃនោះនឹងជួយកាត់បន្ថយការហូរច្រោះជីចេញដោយសារការត្រូវទឹកភ្លៀងនៅរដូវវស្សាហើយជាពិសេសនោះគឺទប់ស្កាត់នៅការវិវត្តនៃជំងឺផ្សេងទៀតផងណាកងក្រោយពីការដែលយើងប្រមូលផលដំណាំរួចហើយអាចចំបើងដែលយើងក្រាលនឹងដីហ្នឹងវាអាចរលាយចូលគ្នាទៅជាជីកំប៉ុក អូខ្ញុំយល់ហើយបងអញ្ចឹងខ្ញុំនឹងយកចំណេះទាំងអស់នេះទៅអនុវត្តនៅចំការរបស់ខ្ញុំដើម្បីឲ្យបានចេញទៅជាភោគផលហូបចុកឲ្យគ្រប់គ្រាន់គេនិងបានកម្រៃខ្លះៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារផង រៀបចំដីឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីបង្កើនទិន្នផលដំណាំនិងប្រាក់ចំណូល